នៅថ្ងៃnàoគ្នាផ្ដាំជីរឿងដំបងគឺយើងឃើញតួស្រីរបស់យើងឲ្យឈ្មោះថា Emily គឺបានដើរទាំងកដាយប់មិនដឹងថានាងដើរទៅណាទេអ្នកទាំងអស់គ្នាហើយដើរតែម្នាក់ឯងគត់ហើយការស្លៀកពាក់របស់នាងប្រហែលជានាងជាសិស្សសាលាអ្នកទាំងអស់គ្នាហ្នឹងហើយហើយពេលហ្នឹងនាងក៏បានដើរចុះហើយសុកក៏ឮសំឡេងធ្លាក់អីម្យ៉ាងហើយនាងក៏ដើរមើលចុះមើលឡើងដល់ពេលមើលអត់ឃើញអីចឹងនាងក៏ដាក់មេប្រូចចារត់យ៉ាងលឿនហ្មងពេលដែលនាងដើរហ្នឹងគឺដូចមានអារម្មណ៍ថាមនុស្សដើរពីក្រោយនាងចឹងអ្នកទាំងអស់គ្នាតាមពីនាងដើរមកហើយនាងបានមកកន្លែងទិញឆ្មានេះអ្នកទាំងអស់គ្នាព្រោះអីនាងត្រូវការទិញឆ្មាចឹងណាអ្នកទាំងអស់គ្នាបន្ទាប់ពីនាងនេះចឹងទៅដល់កន្លែងទិញឆ្មាហ្នឹងរៀងមានភ្លើងមានអីដែរហើយនាងក៏ឮសំឡេងទៀតហើយនាងក៏រត់ខ្លាំងមែនតើអ្នកទាំងអស់គ្នាដូចមានអារម្មណ៍ថាមានមនុស្សដើរពីក្រោយយើងអីចឹងទៅពេលដល់កន្លែងហ្នឹងគឺនាងមកពិភាក្សាជាមួយនឹងមិញម្នាក់នោះថាអ៊ីមានលក់ឆ្មាអត់ហើយខ្ញុំទិញជាមួយឆ្មាមួយហើយអ៊ីក៏គាត់ថាយល់ព្រមអីចឹងទៅហើយស្រឡាញ់មួយណាមួយណីចឹងទៅហើយនាងក៏បានដើររកឆ្មាដែលនឹងស្រឡាញ់ហើយដើរចុះដើរឡើងអ្នកទាំងអស់គ្នាក៏ឃើញឆ្មាមួយនេះឈូខ្លាំងមែនតើហ្នឹងហើយនាងក៏ស្រេចចិត្តថាទិញឆ្មាហ្នឹងចឹងទៅព្រោះឆ្មាហ្នឹងគឺខ្ជូតណាអ្នកនរគ្នារបៀបថាពណ៌តែនាងចូលចិត្តអីចឹងទៅបាទនាងព្រមទិញព្រមអីចឹងណាហើយក៏ចរចាជាមួយអ្នកលូអីចឹងទៅហើយអ្នកលូក៏ព្រមហើយតាមមកនាងក៏ដើរទៅផ្ទះវិញពេលដែលដើរទៅផ្ទះហ្នឹងអ្នកនរគ្នាមកនាងមកមានអីនាងស្ងាត់អីចឹងណាដល់ពេលនាងមកមានឆ្មាអីចឹងទៅនាងគ្រាន់កក់ក្ដៅជាមួយឆ្មាហ្នឹងបន្តិចហើយពេលដែលនាងដើរទៅផ្ទះហ្នឹងនាងក៏ប្រដូចជាចង់ដើរផ្លូវកាត់ចឹងទៅពេលផ្លូវកាត់ហ្នឹងគឺជំរេខ្លាំងពេកអ្នកទាំងអស់គ្នាបន្តមកគឺនាងលុះគ្រូទៀតហើយនាងក៏បានដាក់មេប្រូចដែរយ៉ាងលឿនចឹងទៅប្រងថាដើរផ្លូវកាត់ដែរអ្នកទាំងអស់គ្នាក៏តែមើលតែផ្លូវកាត់ទៅដូចចារបស់ក្រិតខោហើយបើសម្រោតចឹងចាកន្លែងហ្នឹងអ្នកគ្នាឃើញនេះបន្តមកនាងក៏ដើរទៅមុខទៀតនាងមិនដែរអ្នកគ្នាជារត់ម្ដងព្រោះនាងហើយក៏ឮសំឡេងគ្រូក្រាក់ទៀតហើយនាងក៏បានដើរទៅកន្លែងដែលនាងឮសំឡេងហ្នឹងទៀតតែមកគឺអត់ឃើញអីទេនាងក៏ឆាប់រត់ទៅហ្មងរត់យកអ្នកគ្នាចាស់ក្បាច់ម៉ែចាច់ឲ្យទុកដល់អង្ការយកមកប្រើអស់មកតែមកអ្នកគ្នាឮសំឡេងហៅឈ្មោះនាងក៏បានបែរងាកក្រោយទៅវិញទៅមកចឹងទៅបន្តមកចានាងក៏ហក់ចុះពីលើនឹងហើយនាងក៏បានហក់អូឡូតដើរតាមនឹងហ្មងអ្នកគ្នាគឺរត់យកហ្មងហើយឮសំឡេងហៅឈ្មោះនាងម្ដងហើយម្ដងទៀតយកមកអ្នកគ្នាអើយគឺគួរឲ្យខ្លាចខ្លាំងមែនតែនចាគឺរបៀបថាព្រឺសបល់ខ្លាំងណាប្រួយតើមកគឺឮសំឡេងហៅនាងកាន់តែខ្លាំងហើយដូចមនុស្សប្រុសនាងក៏បានសម្រោតដល់កន្លែងជ្រែខ្លាំងជាងគេនេះអ្នកទាំងអស់គ្នាលោតយកមកឲ្យមានគិតខ្លាចដូចយ៉ាងមុនដំបូងឯអ្នកគ្នាគឺរត់យកទៅផ្ទះដាក់មេប្រូចទៅយកទៅហ្មងអ្នកទាំងអស់គ្នាចាទ្រាំតែនាងរត់ដល់ផ្ទះនាងប្រួយផ្ទះនាងឆ្ងាយដែរចឹងណាអ្នកទាំងអស់គ្នាចាហ្នឹងហើយពេលហ្នឹងនាងក៏រត់ទៅរត់មកឲ្យឆាប់ទៅដល់ផ្ទះអ្នកគ្នាប្រួយរឿងភ័យដែរចឹងណាយកភ័យយើងជាមនុស្សស្រីយើងដើរតំណែងទីអ្នកគ្នាកាត់មើលអើយគូអីព្រឹសបកខ្លាំងមែនតែនចាកាត់មកដល់ពេលដល់ផ្ទះវិញអ្នកទាំងអស់គ្នាអេមីលីបានស្លៀកពាក់កាយអីរួចហើយស្រាប់តែនាងដើរទៅកន្លែងរកឆ្មាចឹងណាអ្នកគ្នាស្រាប់តែបាត់ឆ្មាចាស្រាប់តែបាត់ឆ្មានាងក៏បានហៅឆ្មាគេចឹងទៅហើយឆ្មារបស់អេមីលីគឺអេមីលីដាក់ឈ្មោះថាសយាចឹងណាអ្នកទាំងអស់គ្នាមែនសយាអ្នកគ្នាម៉ាយ៉ាចាគឺខ្ញុំអត់ឈ្មោះខុសអ្នកទាំងអស់គ្នាចាម៉ាយ៉ានាងក៏បានស្រែកហៅហើយរត់ដើររមើលគ្រប់ទីកន្លែងកលុកលៀននាងរមើលហើយគឺអត់ឃើញទេចាហើយនាងក៏បានស្រែកហៅទៀតស្រែកហៅតួតាណាណៃពេលនោះនាងក៏សម្រេចចិត្តថាដើរទៅកន្លែងគេលក់ឆ្មានឹងម្ដងទៀតដើម្បីទៅរកទិញឆ្មាអត់ចាំស្អែកទេអ្នកទាំងអស់គ្នាចាអេមីលីរបស់យើងហ្នឹងគឺមនុស្សចិត្តខ្លាចខ្មោចអ្នកទាំងអស់គ្នាខ្លាចមនុស្សខ្លាចខ្មោចក៏ខ្លាចក៏ប៉ុន្តែនៅជំនះចិត្តទៅអ្នកគ្នាចាជំនះចិត្តទៅទេដើររកឆ្មាម្ដងទៀតហើយនាងគាត់ថាគីឡូឆ្មាហ្នឹងចាំផ្លូវក៏រត់ទៅវិញអីចឹងទៅចាហើយនាងក៏បានដើរទៅអ្នកទាំងអស់គ្នាបន្ទាប់ពីដើរដល់ផ្លូវនេះអ្នកគ្នាហើយនាងមានអារម្មណ៍ថាព្រឺសម្បូរជាងនឹងទៀត
ព្រោះខ្លួនជាស្រេះហើយយើងទៅដើរនៅកន្លែងផ្លូវនឹងទៀតអ្នកគ្នាហើយម្នាក់ឯងទៀតគឺគួរឲ្យខ្លាចខ្លាំងមែនតើពេលនោះក៏ឮសំឡេងហៅម្ដងទៀតចាហៅម្ដងទៀតអ្នកទាំងអស់គ្នាបន្ទាប់ពីនាងឮអញ្ចឹងហើយគឺនាងគឺរឿងភ័យដែរអ្នកគ្នាស្អីលើកនេះក៏ហៅច្បាស់ជាងមុនទៀតហ្មងសុទ្ធតែអេម៉ាលីចឹងហ្មងហើយនាងក៏បានដើរទៅគៀនផ្លូវនាងក៏បានសម្រេចចិត្តថាតែហៅឲ្យមិត្តនាងមកយកនាងដើម្បីជិះទៅតែម្ដងព្រោះនាងខ្លាចដែរអ្នកទាំងអស់គ្នាហើយបន្តមកនាងក៏បានឈរចាំឲ្យទេហៅមិត្តរបស់នាងអ្នកគ្នាចាហើយនាងក៏បានទេទៅឲ្យនិយាយមកយកនាងផងអីផងអញ្ចឹងណាអ្នកទាំងអស់គ្នាស្អីផ្លូវនេះស្ងាត់ហើយផ្ទះហ្នឹងមានផ្ទះតែមានមនុស្សនៅទេអ្នកទាំងអស់គ្នាទាំងអស់ហ្មងមកជួនហ្នឹងគឺគេហៅថាជាផ្ទះអីទាំងអស់គ្នាអត់ដឹងដែរហើយមិត្តរបស់នាងហ្នឹងគឺជាប្រុសអ្នកទាំងអស់គ្នាហើយគេក៏បានជិះម៉ូតូហើយស្លៀកពាក់ការរៀនប្រកាសប្រហែលជាគេទៅមកពីរៀនបន្ថែមឬក៏គេទៅរៀនរួចគេមកលក្ខណៈថាគេដើរលេងដែរអញ្ចឹងទៅជ្រុលមកអញ្ចឹងទៅណាទាំងអស់គ្នាហើយគេបានផ្លាស់អើផ្លាស់អីអញ្ចឹងទៅហើយគេបានជិះទៅយកអេម៉ាលីអញ្ចឹងទៅហើយទឹកមុខរបស់គេអ្នកគ្នាគឺកាចដែរហ្នឹងណាទាំងអស់គ្នាក៏ប៉ុន្តែស្ដេចរឿងរបស់យើងគឺគេបាននិយាយថាម្នាក់ប្រុសនឹងហើយដែរអ្នកគ្នាចាំមើលដល់ទីបញ្ចប់បានដឹងពេលហ្នឹងគឺគេបានជិះម៉ូតូទៅហៅទៅយកអេម៉ាលីយើងតែម្ដងហើយអេម៉ាលីយើងនោះអ្នកទាំងអស់គ្នាបានឃើញមកភ្លើងម៉ូតូមកគ្នាខំតែភ័យស្មានតែភ្លើងម៉ូតូពីណាគេអ្នកទាំងអស់គ្នាហើយដល់ពេលបានឃើញភ្លើងម៉ូតូមកហ្នឹងគឺជាមិត្តភក្តិរបស់នាងឯងហើយមិត្តរបស់នាងក៏ថាមកយើងមកហើយទៅគេក៏បានថាអូខេចង់ទៅឡើងលើម៉ូតូចឹងទៅហើយអេម៉ាលីរបស់យើងនោះអ្នកទាំងអស់គ្នាថាយើងអ្នកដប់វិញឯងមើលទៅគ្នាអត់សូវទុកចិត្តទេហើយមិត្តភក្តិប្រុសរបស់នាងក៏បានចែកថាអូខេឌុបក៏ឌុបចែកតែចិត្តឯងទេហើយមិត្តភក្តិរបស់នាងនេះគ្នាមានច្រើនទៀតតែមានតែមិត្តភក្តិប្រុសនឹងតែដែលមកយកនាងស្អីនាងខ្លាចថាទេទៅមិត្តភក្តិស្រីមកចឹងទៅស្រីដូចគ្នាចឹងទៅក៏មានចិត្តខ្លាចដែរចឹងណាក៏សម្រេចចិត្តថាទេហៅមិត្តរបស់នាងមួយនឹងមកហើយពេលទៅដល់នោះអ្នកទាំងអស់គ្នាគឺបានហៅឮឈ្មោះឲ្យអេម៉ាលីរបស់យើងសួរថាឈ្មោះពីណាឯងមានឮអីហៅយើងអត់ទៅមិត្តភក្តិប្រុសរបស់នាងក៏បានឆ្លើយថាអត់ឮអីទេឯងតិចឯងមានបញ្ហាអីទៅអេម៉ាលីរបស់យើងក៏ថាអួយមកញាប់លឿនឡើងហើយអេម៉ាលីរបស់យើងអ្នកគ្នាចាប់ដៃកូនប្រុសគេរត់យកហ្មងហើយមិត្តភក្តិប្រុសរបស់គេនឹងឈ្មោះបញ្ញាអ្នកទាំងអស់គ្នាហើយបញ្ញាហ្នឹងក៏រៀងមានអារម្មណ៍អៀនដែរហ្នឹងចឹងណាអ្នកទាំងអស់គ្នាហើយអេម៉ាលីរបស់យើងបាននិយាយថាបាត់ឆ្មាបាត់អីចឹងទៅហើយក៏បានឃើញឆ្មាមួយហ្នឹងឈរក៏តែមិនឆ្មារបស់នាងឯអ្នកគ្នាហើយក៏គាត់ថាបើសិនបាត់ឆ្មាទេគាត់ឲ្យ free យកមួយទៀតយកមួយណាក៏យកទៅហើយនាងក៏បានឃើញឆ្មានេះឆ្មានោះចឹងទៅតែនាងនៅទៅស្រឡាញ់ឆ្មានោះក៏ឃើញឆ្មាមួយនេះនាងក៏យកឆ្មានឹងតែម្ដងអ្នកទាំងអស់គ្នាព្រោះអីគឺស្រីងស្រឡាញ់ឆ្មានឹងដែរចឹងណាហើយនាងក៏បានមកមើលឲ្យឆ្មានេះគួរចម្លែកអ្នកទាំងអស់គ្នាចាបន្តមកនាងក៏មើលឆ្មាមើលអីចឹងទៅអ្នកទាំងអស់គ្នាដើម្បីរកឆ្មាថ្មីចឹងណានេះគឺជាឆ្មាថ្មីចាហើយតមកអ្នកលក់ក៏ឲ្យតែម្ដងចាព្រោះអីឆ្មាមុនហ្នឹងគឺមិនដឹងថាមិនដែរហើយនៅក៏បានទិញចំណីឆ្មាចឹងទៅហើយតមកនាងក៏បានដើរមកញ៉ាំអីនៅកន្លែងឆ្មានឹងសិនណាទាំងអស់គ្នាមកផឹកកាហ្វេមកផឹកអីនៅកន្លែងហ្នឹងចឹងទៅដើម្បីឲ្យកុំឲ្យនេះអ្នកទាំងអស់គ្នាស្អីនាងតាមពីមកពីរៀនក៏បានញ៉ាំអីទៅអ្នកទាំងអស់គ្នាចឹងទៅគឺនាងក៏មកផឹកកាហ្វេដើម្បីមកនេះចឹងណាឲ្យពេញកាពះពេញអីចឹងទៅបន្ទាប់មកនាងក៏បានយកឆ្មាហ្នឹងហើយបានហៅមិត្តរបស់នាងហ្នឹងទៅផ្ទះវិញហើយនាងក៏លាជាមួយនឹងអ្នកលួចនេះអីចឹងទៅចាហើយបន្ទាប់មកនាងក៏បានឲ្យទៅវិញចឹងទៅហើយនាងក៏ស្រាប់តែឮសំឡេងត
តពីនាងលើសម្លេងបែបនេះហើយគឺនាងហៅមិត្តភក្តិនាងឲ្យបញ្ញាប់ព្រោះរាល់ឡើងនឹងបញ្ញាប់ទៅផ្ទះវិញចឹងណាអ្នកទាំងអស់គ្នាព្រោះអីនាងក៏ខ្លាចដែរអ្នកទាំងអស់គ្នាហើយក៏កាន់មកដល់ពេលព្រឹកវិញអ្នកទាំងអស់គ្នាហើយអេមីលីរបស់យើងហ្នឹងគឺដេកលើសាឡុងតែម្ដងចាបន្ទាប់មកនាងក៏ចេញទៅដើម្បីផ្លាស់កៅផ្លាស់អីចឹងណានាងដើរដូចយ៉ាងម៉េចទេនេះហើយបន្ទាប់ពីនាងផ្លាស់កៅផ្លាស់អីហើយនាងក៏រថាទៅទិញចំណីឲ្យឆ្មាចឹងណាអ្នកទាំងអស់គ្នាស្អីគឺអស់ចំណីឆ្មាហើយបន្ទាប់មកនាងក៏រៀបចំយកកាបូបយកអីដើម្បីយកលុយដាក់ចូលក្នុងកាបូបហ្នឹងណាទិញចំណីឆ្មាចឹងណាហើយនាងក៏គិតថាបើសិនជានាងដើរទៀតដូចមិនទេចឹងទៅឲ្យមិត្តភក្តិរបស់នាងហ្នឹងមកដប់វិញអ្នកទាំងអស់គ្នាហើយក៏ទេឲ្យគេហ្នឹងទិញអីញ៉ាំផងចឹងណាដល់មកនាងក៏ចាប់ដើមឈរចាំចឹងទៅឈរចាំនៅកន្លែងនេះដូចវាម្នេះក៏នាងចេញទៅឈរចាំមកខាងទៀតអ្នកទាំងអស់គ្នាហើយតើបើនាងក៏នៅឈរនៅតំណឹងទៅដើម្បីអីចាំមិត្តនាងមកយកអីចឹងណាអ្នកទាំងអស់គ្នាហើយមិត្តភក្តិនាងវិញក៏ជិះឡានទៅយកចឹងទៅហើយមិត្តភក្តិរបស់នាងគឺកាត់ចេះអ្នកទាំងអស់គ្នានឹងចង់ដាក់ថ្នាំដាក់អីចឹងណាអ្នកទាំងអស់គ្នាសាអីគឺមិនដឹងថាមានរឿងអីទេតើតើរឿងដល់ទៅមុខទៀតបានដឹងហើយតើមកគឺគេភ្លេចទិញនំឲ្យនាងតែម្ដងចារឿងហ្នឹងគឺភ្លេចទិញនំឲ្យនាងហើយដល់ពេលគេមកដល់កន្លែងហ្នឹងនាងបានសួរថាអីណានំរបស់យើងអីយោគ្នាភ្លេចទិញមកបាត់ហើយក៏គេបានឡើងឡានហើយជិះទៅវិញចឹងទៅដើម្បីបកទៅទិញនំឲ្យនាងវិញចឹងណាអ្នកទាំងអស់គ្នាចាគឺមិត្តភក្តិគេគឺខិតខាខ្លាំងមែនតើតែមិត្តភក្តិគេរៀបថាមិត្តភក្តិជារកកពើចឹងណាបន្ទាប់មកគេក៏ជិះឡានទៅទិញអីឲ្យមិត្តភក្តិរបស់គេចឹងទៅហើយបន្ទាប់មកក៏គេទិញអីញ៉ាំចឹងណាហើយពេលគេចូលកន្លែងទិញអីញ៉ាំគេក៏បានសួរអ្នកលក់ថាអ្នកលក់មានអីញ៉ាំអត់អ្នកលក់ថាអូយមិនខ្វះទេមួយកណោហើយក៏គេបានសួរទៀតថាចូលមានថ្នាំពុលទៅអ្នកលក់ថាហ៎ថ្នាំពុលបាទថ្នាំពុលហើយអ្នកលក់ក៏មានអីចឹងទៅតែតម្លៃខ្ពស់ក៏គេព្រមទិញដែរអ្នកទាំងអស់គ្នាហើយថ្នាំពុលហ្នឹងគឺថាយើងពេលឲ្យតែយើងបិទភ្នែកដេកលក់គឺលក់បដ ாய் ណាក៏ប៉ុន្តែគឺជាថ្នាំពុលស្លាប់ទេអ្នកទាំងអស់គ្នាអត់យល់មិនទេបន្តមកគេក៏ជីមកដល់ចឹងទៅហើយគេក៏បានដាក់ថ្នាំពុលថ្នាំអីរួចហើយគេឈប់ឡានហើយគេក៏មិននិយាយជាមួយនឹងតើអាស្រ័យរបស់យើងហ្នឹងថាណែនំហើយតួស្រីរបស់យើងគឺអត់តន់ញ៉ាំទេអ្នកទាំងអស់គ្នាគឺទុកតែម្ដងហើយបន្ទាប់មកគេក៏ជីឡានជាអីទៅវិញចឹងទៅហើយតួស្រីរបស់យើងក៏ថាយើងអ្នកឌុបវិញហើយតួអង្គប្រុសរបស់យើងគឺយកព្រមយកអីចឹងតាតួអង្គស្រីរបស់យើងនេះជីឡានគឺសុំគេឌុបជិះម៉ូតូក៏សុំគេឌុបដែរហើយថាតួអង្គប្រុសរបស់យើងហ្នឹងចាគឺជាមនុស្សអត់ចេះជិះឡានជិះម៉ូតូចឹងទៅហើយមើលគេជិះវិញតែយ៉ាងណាយ៉ាងណីណាចាគឺជីនោះគឺសាហាវខ្លាំងមែនតែនចាហើយក៏បានជីឡានទៅចឹងទៅហើយក៏មិត្តភក្តិរបស់នេះហ្នឹងឈ្មោះបញ្ញាហ្នឹងគឺគេបាននិយាយថាយប់នេះហ៎បើសិនជាឯងចង់មើលឆ្មាចង់មើលអីអាចយកឆ្មាផ្ញើនៅគ្នាមើលបានបើសិនជាឯងមិនអាចនៅបន្តទៀតចឹងណាហើយក៏នាងក៏បានជេរឲ្យស្ដីឲ្យថាហេយីអីចឹងនេះចង់ដាក់ទំនីមិត្តខ្លួនឯងទាំងរស់ហ្មងណាហើយក៏គេបាននិយាយថាពុំគ្មានអីណាធម្មតាតើគ្មានអីទេហើយក៏បានជិះឡានទៅចឹងទៅចាហើយរឿងយើងក៏ចាប់ដល់ត្រឹមនឹងសូមទៅអ្នកទាំងអស់គ្នាបើចង់បានភាគតកុំភ្លេចចែកមេដៃម្នាក់មួយហ្មងណាហើយជួយ share កុំពីលីងឲ្យផងបាយ